មួយគ្រូខ្ញុំសមមួយគ្រូខ្ញុំខ្ញុំជិះពីក្រោយឡានដែរចាស្រួលដឹកសទៅប្រកួតហ្នឹងហើយអូននិយាយពីអារម្មណ៍វិញក្នុងនាមយើងជាភរិយារបស់កីឡាករអញ្ចឹងណាអារម្មណ៍មិនដែរពេលដែលឡានមកដល់ក្លឹបមុខក្លឹបអញ្ចឹងរំភើបអូរំភើបឲ្យភ័យទៀតធ្លាប់សម័យថានឹងមានរឿងអញ្ចឹងកើតឡើងសម្រាប់ក្លឹបគ្រូអត់ទេណាចាឥឡូវសង្ឃឹមប្រហែល%ថាក្លឹបគ្រូនឹងទទួលបានឡានមួយនេះខំ100%អូយចាខំមកច្រើនតិចបើអីគៀកថ្ងៃឯងបាទគ្រូឆ្នាំប៉ុនមានដែរប្រភ្នោយសពអីថាវាមិនទេនេះមករយៈកន្លងមកនេះព្រោះចិត្តដល់ថ្ងៃ13 14ដល់កនេះគឺអត់មានប្រភ្នោអីតែមានអារម្មណ៍ថាសុបាយចិត្តអូគេនៅសុបាយចិត្តចាអូខេនេះភរិយារបស់ពេជ្រសង្ហាហ្នឹងហើយស្អាតណាស់សមគ្នាណាអ្នកទាំងពីរហ្នឹងណាបាទហ្នឹងហើយអរគុណមួយស្រីណាចាហ្នឹងហើយអាយ៉ាបងប្អូននេះឡានបោកកាត់ក្លឹបលោកគ្រូផាន់ឲ្យស្ទុយបងប្អូននេះហួយលោកគ្រូផាន់វិញកំពុងតែឈើអើតមើលនេះឡាននេះរបស់ខ្ញុំហើយឡាននេះរបស់ខ្ញុំមកនៅក្នុងចិត្តណាបាទអញ្ចឹងលោកគ្រូផាន់មានមកបន្ទុកហើយបងប្អូនបាទមានមកបន្ទុកហើយមិនមែនបាតដៃទៅទេដូចលោកគ្រូភីទេបាទនៅមានសង្ឃឹមទាំងអស់ក្នុងចំណោមក្លឹបទាំង3ហ្នឹងបើសិនជាឈ្នះបាទអាដែងណែគ្រូផាន់ឈ្នះ2នេះក្រោយទៀតអាយ៉ាបងប្អូនគេបោកលិចបោកកើតទៅស្មាមិនដល់ទេបងប្អូនរឿងកីឡាបាទយើងថាអញ្ចេះប៉ុន្តែលទ្ធផលវាចេញទៅចុះបាទឥឡូវបងប្អូនទស្សន៍ទាយវិញឡានមួយគ្រឿងនេះបានទៅក្លឹបលោកគ្រូផាន់ឬក៏ទៅក្លឹបអ្នកផ្សេងបាទគ្រូភីឬក៏គ្រូថេនណាបងប្អូនខមមិនមួយមកមើលបាទដើម្បីគុណខ្មែរយើងបាទ